យើងចូលដល់ឆ្នាំថ្មីបានប្រហែលថ្ងៃហើយអញ្ចឹងប្រសិនបើយើងចង់ទទួលបានលទ្ធផលដូចឆ្នាំមុនលទ្ធផលដែលយើងអត់ពេញចិត្តជាមួយអត់ពេញចិត្តចំពោះអ្វីដែលបានកើតឡើងចំពោះយើងកាលពីឆ្នាំមុនយើងអាចបន្តធ្វើការទាំងអស់នេះបានមនុស្សជាច្រើនបានបញ្ញាចិត្តថាឆ្នាំថ្មីខ្ញុំត្រូវជាមនុស្សថ្មីប៉ុន្តែរឿងដែលគាត់ធ្វើគឺតែងតែអូសទាញមនុស្សចាស់គាត់ពីឆ្នាំចាស់ហ្នឹងមកដដែលដូច្នេះលទ្ធផលកើតមកគឺវាដដែលហ្នឹងឯងដូច្នេះយើងនឹងចែកគ្នាថ្ងៃនេះថាប្រសិនបើយើងចង់បានលទ្ធផលដដែលចូលធ្វើរឿងទាំងអស់នេះទី1បាច់អានសភៅមិនបាច់រៀនអីដែលថ្មីទេប្រសិនបើយើងចង់បានលទ្ធផលដដែលយើងចាំបាច់ទៅចំណាយពេលដើម្បីរៀនពីបទពិសោធន៍របស់អ្នកដទៃតាមរយៈការអានសភៅធ្វើអីយើងចាំបាច់ទៅចូលរួមរៀនអ្វីដែលថ្មីសម្រាប់អភិវឌ្ឍជំនាញខ្លួនឯងធ្វើអីប្រសិនបើយើងចង់បានលទ្ធផលដដែលដូចកាលពីឆ្នាំទៅដូច្នេះយើងមិនទៅហត់អានទេធ្វើវាធ្វើអីឲ្យសบายបាច់អានបាច់អីប៉ុន្តែត្រូវចាំថាប្រសិនបើយើងបន្តប្រើការគិតដដែលចំពោះបញ្ហាដែលចូលមកជីវិតយើងថ្មីត្រូវចាំបញ្ហាវាមិនដដែលទេវាមិនតូចដូចកាលពីឆ្នាំទៅទេបញ្ហាគឺវាតែងតែថ្មីតែងតែធំជាងមុនដូច្នេះប្រសិនបើយើងបន្តការគិតដដែលអត់អភិវឌ្ឍខ្លួនតែយើងអាចស្មៃមើលថាមានអីកើតឡើងទី2យើងអាចចំណាយពេលលើបណ្ដាញសង្គម scroll ទូរស័ព្ទនេះឲ្យលើសពី6ម៉ោងក្នុងមួយថ្ងៃខ្ញុំចង់ចែករំលែករឿងមួយគឺរឿងអ្នកមើលគោហើយអ្នករកអញ្ចឹងពីរនាក់ចេញពីផ្ទះទៅដូចគ្នាពីព្រឹកហើយគាត់បានជួបគ្នាគាត់បានប្រូគ្នាប្រូមិនចេះចប់មិនចេះហើយពីព្រឹកដល់ល្ងាចអត់ខ្វះរឿងប្រូទេអញ្ចឹងរហូតដល់ម៉ោង3ម៉ោង4ដែលជាម៉ោងគាត់ត្រឡប់មកផ្ទះវិញអញ្ចឹងអ្នកមើលគោគាត់ឆ្អែតបានតែការងារគាត់គឺសម្រាប់ជោគជ័យចំណែកអ្នករកអូខ្លែងតែប្រូគឺអត់បានអីទាំងអស់ទៅផ្ទះវិញដែរទេអញ្ចឹងយើងប្រៀបធៀបមើលក្នុងសម័យថ្មីនេះដូចគ្នាយើងបានចំណាយពេល scroll លើទូរស័ព្ទលើសពី6ម៉ោងច្រើនយើងមើលជាមួយគេដែលគេពិចារណាមានវីដេអូនៅក្នុងបណ្ដាញសង្គមពិចារណាជាអ្នករកវិញអញ្ចឹងយើងបានមើលវីដេអូគេ like share comment ចុងចប់គេសម្រេចផលលទ្ធផលចំណែកយើងអត់មានការងារជាមួយបណ្ដាញសង្គមផងតើយើងបានអីមកវិញដូច្នេះបើចង់មានជីវិតដូចឆ្នាំចាស់បន្តធ្វើវាទៀតធ្វើលើសពី6ម៉ោងកាន់តែល្អចំណុចទី3គឺបន្តមានភពចំណូលតែមួយមុខដែលយើងមិនពេញចិត្តក្នុងបណ្ដាញសង្គមបាន scroll មើលឃើញរឿងច្រើនបានចូលអំពីបញ្ហាដាច់លុយបញ្ហាលុយចាយសល់ថ្ងៃអីជាដើមពេលខ្លះយើងគិតថាវាជារឿងកំ pl ែងប៉ុន្តែវាគឺជាបញ្ហាជីវិតដ៏ធំសម្រាប់យើងនេះដូច្នេះបើចាំបើយើងចង់បន្តការខកចិត្តយើងអាចបន្តរក្សាភពចំណូលដែលយើងពេញចិត្តនៅក្នុងឆ្នាំថ្មីនេះមិនបាច់រកវិធីបង្កើតចំណូលថ្មីទេប៉ុន្តែមានពាក្យមួយបាននិយាយថាកុំឲ្យដាក់ពងមាន់ទាំងអស់នៅក្នុងកន្ត្រកតែមួយពេលណាវាបែកអស់អីញ៉ាំហើយនេះគឺជាគណិតសម្រាប់បងប្អូនពិចារណាចំណុចមួយទៀតមិនបាច់ថែរក្សាសុខភាពខ្លួនឯងទេព្រោះអីការហាត់ប្រាណការដែលយើងជ្រើសម្ហូបអាហារទៅញ៉ាំវាពិបាកហាត់ប្រាណដងហត់ហើយការរកចំណីអាហារដូចគ្នាការតមអាហារដូចគ្នាពិបាកដូច្នេះស្រមកវិញការ4ទី1បាច់រៀនបច្ចេកថ្មីបាច់អានសៀវភៅទី2ចំណាយពេលបានច្រើនក្នុងបណ្ដាញសង្គមទី3បាច់គិតរកវិធីរកប្រាក់ចំណូលថ្មីឬក៏បន្ថែមទេទី4គឺមិនបាច់ថែរក្សាសុខភាពទេ
សិនបើយើងចង់ឲ្យជីវិតរបស់យើងដូចឆ្នាំចាស់ប៉ុន្តែក៏សូមសរសើរអ្នកទាំងអស់គ្នាដែលបានមើលមកដល់ចំណុចនេះអ្នកដែលមើលមកដល់ចំណុចនេះបានន័យថាគាត់មិនពេញចិត្តចំពោះលទ្ធផលឆ្នាំចាស់ដែលគាត់មានគាត់ចង់ផ្លាស់ប្ដូរអ្វីមួយក្នុងជីវិតរបស់គាត់អបអរសាទរអ្នកទាំងអស់គ្នាដែលបានមើលមកដល់ចំណុចនេះដូច្នេះដើម្បីឆ្នាំថ្មីជាឆ្នាំដែលល្អប្រសើរជាងមុនសូមឲ្យបងប្អូនសប្បាយចាប់យកការផ្លាស់ប្ដូរអានសៀវភៅឬរៀនអ្វីដែលថ្មីគឺជាជំហានមួយសម្រាប់ការអត់ខ្លួនឯងស្រាប់យកឱកាសថ្មីនោះផងដែរការចំណាយពេលលើបណ្ដាញសង្គមដោយមានគោលបំណងច្បាស់លាស់គឺជាចំណុចល្អមួយដែលយើងគួរតែធ្វើកុំចំណាយពេលដែលគ្មានគោលបំណងដែលធ្វើឲ្យជីវិតយើងគ្មានពាក្យមួយគេហៅថា productivity បីចំណាយពេលដល់មានគោលបំណងទៅលើបណ្ដាញសង្គមមួយទៀតការបរិប្រភពចំណូលក៏ជាកត្តាសំខាន់ដែលបងប្អូនត្រូវគិតពិចារណាទាំងអស់គ្នាហើយមានឱកាសមួយដែលបងប្អូនគិតពិចារណាលីងវីដេអូទីនេះហើយមួយទៀតគឺសុខភាពពេលណាយើងថែរក្សាសុខភាពអ្វីទាំងអស់គឺអាចបង្កើតបានសុខភាពយើងល្អយើងចង់ធ្វើអ្វីក៏បានដែរអរគុណច្រើនដែលបងប្អូនបានតាមដានពីដើមរហូតដល់ចប់ហើយស្គិតថាឆ្នាំថ្មីនឹងនាំអ្វីដែលថ្មីហើយនឹងការលទ្ធផលផ្លែកថ្មីល្អដែលយើងពេញចិត្តខុសពីឆ្នាំមុន